สุดสดายบางคนจังไงนะบางคนมือบุมบอก3ហើយនឹង Extreme 4បាទអញ្ចឹងដាក់ចិត្តគ្នាទៅបងប្អូនមើលឃើញទំហំវាហើយតាមបងប្អូនស្រឡាញ់ទេបងប្អូនស្រឡាញ់ទំហំរាងតូចល្មមបាទនេះមើល Extreme 4ទៅបាទ Extreme 4ជំនាន់ចុងក្រោយរបស់តកូល Extreme Boombox 3ជំនាន់ចុងក្រោយរបស់តកូល Boombox បាទហើយដាក់ចិត្តឲ្យបងប្អូនមើលហើយទាំងតម្លៃបាទមាននៅលើនេះស្រេចបាទអញ្ចឹងអត់មាន how much អីក្រោម comment នេះទៀតទេបាទដាក់តម្លៃឲ្យស្រេចចឹងហ្មងបាទដោយសារខ្ញុំបិទចឹងទៅកុំឲ្យបងប្អូនខ្លះខ្ញុំនិយាយគាត់បានស្ដាប់វាចឹងគាត់មើលឃើញតម្លៃចឹងហ្មងបាទនេះតម្លៃ Boombox 3ហើយនេះតម្លៃ Extreme 4បាទអញ្ចឹងតកតងនឹងកម្លាំងថ្មណាបងប្អូនបើនិយាយពីថ្មគឺពីរនេះរត់បានដូចគ្នាបាទរត់បានយូរដូចគ្នា24ម៉ោងលើ24ម៉ោងដូចគ្នាមានន័យថាក្នុងកម្រិតសម្លេងដែលបងប្អូនទៅតាមកម្លាំងចាក់បាទតកតងនឹងកម្រិតថ្មខ្ញុំបាននិយាយដែរច្រើនហើយបាទហើយបងប្អូនប្រើខ្លាំងគឺវាស៊ីខ្លាំងតាមនឹងវាស្រកលឿនតាមនឹងទៅបងប្អូនប្រើល្មមវាបានយូរតាមនឹងទៅនេះជាកម្លាំងថ្មតែ24ម៉ោងដូចគ្នាណាបងប្អូនfix ពេញមកគឺក្រុមហ៊ុនប្រាប់មកគឺគេរៀបចំមកគឺ24ម៉ោងបាទក្នុងកម្រិតសម្លេងណាមួយBoombox 3គឺកម្លាំងរបស់វាបងប្អូនដឹងហើយធម្មតា100វ៉ាត់ហើយបើសិនជាបងប្អូនប្រើ AC មានន័យថាបងប្អូនប្រើភ្លើងគឺ load ដល់136វ៉ាត់បាទ136វ៉ាត់បាទហើយជាប្រភេទ 3way បាទជាប្រភេទ 3way ហើយទម្ងន់របស់វាគឺទម្ងន់បើតាមខ្ញុំចាំដូចជា6គីឡូ7ខាំបាទ6គីឡូ7ខាំបាទតែបើ Extreme 3នេះខ្ញុំភ្លេចគីឡូបាត់ហើយប៉ុន្តែវាអត់ធ្ងន់ទេបងប្អូនអត់ធ្ងន់ទេលើកដៃមួយប្រយទេហើយមានខ្សែសាកបាទមានសំទោសមានខ្សែស្ពាយអញ្ចឹងនេះជាកន្លែងខ្សែស្ពាយខ្ញុំបានដាក់ខ្សែស្ពាយទេជាស្រ័យតែបងប្អូនដឹងច្រើនហើយទាំងពី Extreme 3អីហ្នឹងគឺវាមានខ្សែស្ពាយដូចគ្នាអញ្ចឹងឯងអញ្ចឹង4នេះក៏វាមានដែរបាទហើយតកតងនឹងវ៉ាត់គឺ70វ៉ាត់ណាបងប្អូនអានេះ70វ៉ាត់បាទ70វ៉ាត់បាទវ៉ាត់វាតូចជាង Boombox 3ទេបាទវ៉ាត់វាតូចជាង Boombox 3បាទប៉ុន្តែរចនាប័ទ្ម design មកគឺក្នុងស៊េរីថ្មីតែមួយបាទក្នុងស៊េរីថ្មីទេហើយ Bluetooth របស់វា 5.3 ណាបងប្អូន Bluetooth របស់វា 5.3 អានេះក៏ 5.3 ដែរពពួក Bluetooth ដែល 5.3 នេះគឺវាតកតូននឹងការដើរលឿនបាទ smooth លឿនបាទទាំងការ connect ទាំងការភ្ជាប់ចូលគ្នាគឺលឿនមែនតើហើយតកតងនឹងសាច់ភ្លេងដែលវាទាញយកពី device មានន័យថាការចាក់ពីឧបករណ៍មកទាំងទូរស័ព្ទទាំងកុំព្យូទ័រដែលមានប្រើ Bluetooth ហ្នឹងគឺវាដំណើរការល្អបាទវាដំណើរការល្អបាទអានេះ two way បងប្អូន two way ទេបាទ Extreme 3នេះ two way ទេសាប់ high អានេះ high mid low បាទអញ្ចឹងវាអញ្ចឹងហើយបងប្អូនដែលស្រឡាញ់បងប្អូនអាចមើលបានទៅតាមទំហំដែលបងប្អូនគិតថាបងប្អូនអាចទទួលយកបានបើសិនជាបងប្អូនចង់បានធំដែរបាទបងប្អូនប្រើ Boombox 3បាទបងប្អូនចង់បាន Boombox 3បងប្អូនស្រឡាញ់ Boombox 3មើលទំហំប៉ុណ្ណឹងបងប្អូនអូខេអត់នេះទំហំបាទបងប្អូនថាអត់ចង់បានធំពេកទេចង់បានខ្សែស្ពាយអូខេយើងមាន Extreme 4បាទយើងមាន Extreme 4សម្រាប់បងប្អូនជាជម្រើសបងប្អូនដូចគ្នាបាទយើងមានក្នុង stock បងប្អូនទាំង Extreme ទាំង Boombox បាទយើងមានក្នុង stock ហើយប្រភេទ Extreme 4គឺស្ថានបែបហ្នឹងហើយនេះជាកន្លែងសាកថ្មបាទនេះគេដាក់ Extreme 4ប៉ុណ្ណាណីបាទហើយ Extreme 4នេះច្រៀងអត់កើតទេបងប្អូនណាបើបងប្អូនសួរតើតើនឹងការច្រៀងគឺច្រៀងអត់កើតទេបាទដូចឲ្យខ្ញុំឲ្យមើលដូចមិញគឺវាមានតែដូចសាកមួយទេបាទនេះសម្រាប់តែដូចសាកបាទអញ្ចឹងវាច្រៀងអត់កើតទេសម្រាប់តែស្ដាប់ណាបងប្អូនប៉ុន្តែបើ Boombox 3គេច្រៀងបានដោយសារគេមានច្រកបាទគេមានច្រកដូចដោតសម្រាប់ច្រៀងបាទរៀងសង្ហាដូចគ្នាបាទរៀងសង្ហាដូចគ្នាសង្ហាដូចអ្នកថតអញ្ចឹងបាទរៀងស្អាតដូចគ្នាអញ្ចឹងអត់មានកន្លែងតោះទេសម្រាប់ខ្ញុំមួយណាក៏បានដែរប៉ុន្តែគ្រាន់ថាតាមទំហំបងប្អូនគាត់ស្រឡាញ់បាទបងប្អូនណាគាត់ស្រឡាញ់រៀងធំបងប្អូនណាស្រឡាញ់រៀងតូច
ទៅតាមតម្រូវការទៅតាមការប្រើប្រាស់របស់បងប្អូនទេបាទអញ្ចឹងហើយបាទខ្ញុំលើកប្រៀបធៀបទាំងពីរទៅហើយដាក់ចិត្តគ្នាសំខាន់គឺដាក់ចិត្តគ្នាបងប្អូនមើលឃើញទំហំបងប្អូនខ្លះក៏មិនដែលបានមកដល់ showroom មិនដែលឃើញអីវ៉ាន់ផ្ទាល់ណាបាទអញ្ចឹងដាក់អញ្ចេះទៅបងប្អូនតាមបណ្ដាខេត្តខ្ញុំឲ្យផ្ញើបានទេបងប្អូនស្រឡាញ់មួយណាក៏បានដែរហើយសលេងព្រោះដូចគ្នាបងប្អូនសលេងព្រោះដូចគ្នាតាក់ទងនឹងថ្មគឺខ្លាំងដូចគ្នាបាទថ្មខ្លាំងដូចគ្នាបងប្អូនស្រឡាញ់មួយណាក៏បានដែរគ្រាន់តែថា boombox វាចេញមកមុនបាទ boombox វាចេញមកមុនហើយ Extreme 4 នេះវាចេញមកក្រោយបាទ Extreme 4 វាចេញមកក្រោយទេហើយតម្លៃក៏ជិះគ្នាដែរបាទតម្លៃ Extreme 4ឥឡូវនៅសល់289តម្លៃពងចោះណាបងប្អូនបាទតម្លៃពេញលើសហ្នឹងហើយ boombox 3នេះក៏វាចោះដែរតម្លៃពេញក៏លើហ្នឹងដែរបងប្អូនតាមដានតាក់ទងនឹង Nano Sound បាត់ដំបងបងប្អូនដឹងហើយតម្លៃគឺអាប់ដេតរហូតនៅពេលដែលមាននៅមានចុះនិយាយជាប់មាត់បាទអញ្ចឹងតាក់ទងនឹង Boombox 3 Extreme 4មានតែប៉ុណ្្នឹងឯងកន្លែងណាដែលខ្ញុំនិយាយមិនទាន់អស់ឲ្យបងប្អូនអាច comment សួរថែមបានព្រោះពងនិយាយបដាគិតបដាអញ្ចឹងខ្ញុំនិយាយអត់អស់ទេបងប្អូននិយាយចំកន្លែងដែលបងប្អូនចង់បានអត់អស់ទេប៉ុន្តែទាំងវត្តទាំងថ្មចំណុចសំខាន់គឺអស់ហ្នឹងហើយបាទតាក់ទងនឹងសំឡេងឮអីហ្នឹងគឺអាហ្នឹងសំខាន់ហើយសម្រាប់ speaker សម្រាប់បងប្អូនចង់បានណាបាទចង់ដឹងនោះបាទហើយរូបរាងខ្ញុំឲ្យបងប្អូនមើលក្នុងវីដេអូនេះស្រេចហើយអានេះ100វ៉ាត់អានេះ70វ៉ាត់ថ្មខ្លាំងដូចគ្នា24ម៉ោងដូចគ្នាបាទទងន់បញ្ជាក់ឲ្យបញ្ជាក់ទៀតថានេះខ្ញុំអត់បានចាំច្បាស់ទេទងន់វាដូចជាខ្ទង់អានេះខ្ញុំស្មានទេដូចជា4គីឡូ5គីឡូអីហ្នឹងឯងប៉ុណ្ណឹងឯងបាទចាំមិនមកបងប្អូនមើលបញ្ជាក់បន្ថែមហើយគីឡូអានេះគឺ6គីឡូ7ខាំបាទព្រោះខ្ញុំនៅចាំដោយសារធ្លាប់ថ្លឹងវាតែអានេះអត់ដែរថ្លឹងទេបាទដោយសារមានភ្ញៀវគាត់ទិញទៅក្រៅប្រទេសអីដែរអញ្ចឹងយើងជាថ្លឹងពេលភ្ញៀវគាត់មករស់សួរអញ្ចឹងយើងជាថ្លឹងទៅដល់អញ្ចឹងហើយចាំទៅពេលនេះភ្ញៀវអត់តាន់ដែររផ្ញើទៅក្រៅប្រទេសបាទអញ្ចឹងមានតែប៉ុណ្្នឹងហើយបងប្អូនព័ត៌មានបន្ថែមតំណមកបានយើងមានស្តុកហើយតាមបណ្ដាខេត្តយើងផ្ញើជូនបានបងប្អូនដែលនៅបាត់ដំបងអញ្ជើញមកមើលតេស្តផ្ទាល់បានបាទវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអរគុណជម្រាបលា